ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកសាកស៊ុបគីមឈីលាយលាយសមុទ្រច្រឡំខ្យងសមុទ្រចាញ់និយាយចង់ទៅជាប់មាត់ឯថ្មីនេះមានអារម្មណ៍ថាបញ្ចូលសលេងចង់ទៅជាប់មាត់ចឹងអ្នកទាំងអស់គ្នាចាមានកន្លែងណាខុសឆ្គងអីសូមអធិស្ឋានចាហើយនេះគឺទឹកស៊ុបគីមឈីទឹកស៊ុបភាគច្រើនប្តីខ្ញុំក៏ចូលចិត្តគីមឈីជាងទឹកស៊ុបផ្សេងណាហើយនេះគឺលាយសមុទ្រដែលខ្ញុំទិញមកពីផ្សារលាយនេះគឺលាយរបស់ចិនទេបងប្អូនទាំងអស់គ្នាវាមានតម្លៃថោកមែនតើចាខ្ទង់តែ300 yen ជាងទេបើលាយជប៉ុនវិញអ្នកទាំងអស់គ្នាកុំបាច់លុកកុំបាច់ប៉ះគឺថាតម្លៃហួសហេតុអូនិយាយថាថ្លៃតែម្ដងលាយប្រហែល 4-5 គ្រាប់លេងចូលឡើង 1000 yen ខុសគ្នាឡើងមកកណោហើយលាយនេះឡើងច្រើនគ្រាប់មែនតើចាសឹងតែ20 គ្រាប់ចាហើយរសជាតិវាឆ្ងាញ់ដូចតែគ្នាសោះហ្នឹងហើយខ្ញុំថ្ងៃនេះមានណាប្លែកម្ដងខ្ញុំអត់ដែរបានដាក់លាយសមុទ្រទេដោយសារតែវាមានតម្លៃថ្លៃខ្ញុំអត់សូវហ៊ានទិញហូបទេដល់ទៅពេលថ្ងៃនេះប្រទះឃើញលាយសមុទ្ររបស់ចិននេះយើងតម្លៃថោកយកមកមានណាដាក់ជាមួយស៊ុបគីមឈីនិយាយថារសជាតិអូយអស់ទាស់តែម្ដងដល់ទៅពេលវាមានរសជាតិឆ្ងាញ់ខ្លាំងពេកសូម្បីតែឪក្មេងខ្ញុំក៏គាត់លន់មាត់ដែរថាដាក់ខ្យងនឹងដាក់លាយសមុទ្រនឹងទៅមានរសជាតិប្លែកឆ្ងាញ់ខុសពីរសជាតិស៊ុបធម្មតាមិនថាស៊ុបគីមឈីឬក៏ស៊ុបអីផ្សេងទឹកស៊ុបអីផ្សេងដាក់ទៅគឺថារសជាតិនឹងតែប្លែកតែម្ដងបើអ្នកទាំងអស់គ្នាជឿទេចាសូមទិញលាយសមុទ្រនឹងដាក់ជាមួយនឹងទឹកស៊ុបនិយាយថាដឹងថាឆ្ងាញ់ចង់ញ៉ាំហើយចង់ញ៉ាំទៀតថ្ងៃហ្នឹងបានបន្ថែមរសជាតិលាយសមុទ្រនឹងមានណាស៊ុបមួយឆ្នាំងហ្នឹង3នាក់ឪក្មេងសតទឹកទេពុកម៉ែបងប្អូនទាំងអស់គ្នាសតទឹកចឹងទៅព្រឹកឡើងយើងថែមសាច់ថែមបន្លែតិចតួចស៊ុបជាមួយបាយបានមកពេលបាយអាហារពេលព្រឹកថែមទៀត